រឿងកហបតីប្រេតទោសនៃការមើលងាយព្រះសារីរិកធាតុការព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយពួកពុទ្ធបរិស័ទទាំងឡាយមានព្រះបាទមល្លរាជជាប្រធានបានរៀបបូជាព្រះបរមសពព្រះសម្ពុទ្ធលុះបូជាហើយព្រះមហាក្សត្រទាំងឡាយក្នុងជម្ពូទ្វីបលើកទ័ពមកច្បាំងដណ្ដើមព្រះបរមធាតុកាលនោះតោណអាចារ្យបានសម្រុះសម្រួលចែកព្រះបរមធាតុដល់ព្រះរាជាទាំងឡាយនោះដោយសន្តិវិធីព្រះរាជាទាំងឡាយនោះក៏នាំយកព្រះបរមធាតុទៅនគររៀងរាល់ព្រះអង្គឯព្រះបាទអាជាតសត្រូវព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងបានរៀបចាត់ចែងធ្វើពិធីដង្ហែយ៉ាងឱឡារិកសន្ធឹកមហិមាចាប់តាំងតែពីចេញដំណើរពីក្រុងកុសិនារាទៅដរាបដល់ក្រុងរាជក្រឹសគឺតម្កល់ព្រះបរមធាតុលើព្រះរាជរថជ័យដែលវិចិត្រដោយរតនៈ7ប្រការកាលបើចេញហែបានចម្ងាយប្រវែង1រាជរថហើយឈប់ធ្វើបុណ្យម្ដងចំនួន7យប់7ថ្ងៃចេះតែធ្វើតាមលំដាប់ដូចនេះដរាបដល់ក្រុងរាជក្រឹសរូបរួមរយៈវេលាដែលហែចេញពីក្រុងកុសិនារាទៅដល់ក្រុងរាជក្រឹសអស់7ឆ្នាំ7ខែ7ថ្ងៃទើបដល់ពួកពុទ្ធបរិស័ទទាំងអស់ក្នុងក្រុងរាជក្រឹសមានសេចក្តីជ្រះថ្លាសប្បាយរីករាយយ៉ាងក្រៃលែងឯពួកជនមិច្ឆាទិដ្ឋិជាង80000នាក់មិនជ្រះថ្លាបែរជានិយាយត្អូញត្អែថាធ្វើបន់យូរយ៉ាងនេះគ្មានអ្នកណារកស៊ីធ្វើអ្វីកើតទេម្យ៉ាងទៀតគ្មានប្រយោជន៍អ្វីអំពីឆ្អឹងដែលគេដុតជាធ្យូងនោះទេពួកជនទាំងនោះចងសេចក្តីក្រោធចំពោះព្រះធាតុនិងព្រះមហាក្សត្រជាដើមរាល់ពេលវេលាបណ្ដាមនុស្សមិច្ឆាទិដ្ឋិជាង80000នោះមានកហបតីម្នាក់មានទ្រព្យច្រើនជាអ្នកមិច្ឆាទិដ្ឋិចំណាប់មួយដែរឯភរិយាបុត្រីកូនប្រសាគាត់ជាសមាទិដ្ឋិមានចិត្តជ្រះថ្លាទៅហែព្រះសារីរិកធាតុធ្វើបុណ្យជាមួយគេឯងរាល់ពេលវេលាទោះបីកហបតីស្ដីបន្ទោសយ៉ាងណាក៏មិនធ្វើជាដឹងឮលុះធ្វើមរណកាលតាមលំដាប់សង្ខាររបស់ខ្លួនទៅកហបតីកើតជាប្រេតជាមួយពួកជនមិច្ឆាទិដ្ឋិជាង80000នាក់នោះនៅចន្លោះភ្នំកិច្ចកោฏឯភរិយាបុត្រីបុត្រប្រសាទៅកើតជាទេវតានៅស្ថានសួគ៌ថ្ងៃមួយព្រះមហាកាសបត្ថេចេញពីនិរោធហើយពិចារណាឃើញមនុស្សស្លាប់ទៅកើតជាប្រេតនរកច្រើនទើបលោកនិមន្តទៅឈរត្រង់ទីលានមុខព្រះចេតិយដែលបញ្ចុះព្រះបរមធាតុហើយថ្លែងរិទ្ធធ្វើឲ្យនរកប្រេតមនុស្សទេវតាមើលគ្នាឃើញទៅវិញទៅមកឯកហបតីប្រេតនោះក្រឡេកមើលទៅឯដកអាកាសឃើញភរិយាបុត្រីបុត្រប្រសាខ្លួនកើតជាទេវតាសោយទិព្វសម្បត្តិដូច្នោះនៅក្តៅក្រហាយនិងវាសនារបស់ខ្លួនក៏ចូលទៅចិត្តព្រះមហាកាសបៈហើយប្រកាសថាឲ្យតែបានរួចពីប្រេតវិស័យទៅកើតជាមនុស្សវិញនឹងខំគោរពបូជាព្រះសារីរិកធាតុគ្រប់ពេលវេលាមួយស្របក់ក្រោយមកព្រះមហាកាសបៈរំសាយរិទ្ធលែងឲ្យឃើញនៅដូចធម្មតាវិញពួកពុទ្ធបរិស័ទទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះក៏ចូលទៅថ្វាយបង្គំសួរបុព្វកម្មរបស់នរោប្រេតដែលខ្លួនបានឃើញផ្សេងគ្នាព្រះមហាថេរៈក៏ប្រារព្ធយករឿងប្រេតជាង80000នាក់មានកហបតីប្រេតមកសម្ដែងតាមដំណើរបុព្វកម្មរបស់ប្រេតទាំងនោះក្នុងកាលនោះឯងឯពួកប្រេតជាង80000នាក់មានកហបតីប្រេតជាប្រធាននៅរងទុក្ខវេទនាដរាបដល់សព្វថ្ងៃព្រោះតែការមើលងាយព្រះសារីរិកធាតុនោះឯង